ជំរាបសួរព្រេងជាមិត្តយើងជួបគ្នាម្ដងទៀតហើយនៅក្នុងរឿងម្ដាយក្មេកធ្វើបាបកូនប្រសាស្រីរឿងនេះផ្ដោតទៅលើមនុស្សស្រីម្នាក់គាត់ឈ្មោះវលៈហើយគាត់គឺជាកុមារកំព្រាណាថាក្មេងកំព្រាគាត់បានស្គាល់បរិសុទ្ធឈ្មោះធីហើយបានចាប់ដៃគ្នាជាប្តីប្រពន្ធរៀងអើយណាប៉ុន្តែបរិសុទ្ធធីនឹងគាត់បានយកប្រពន្ធគាត់ឈ្មោះវលៈហ្នឹងទៅនៅជាមួយម្ដាយក្មេកដែលជាស្ត្រីមេម៉ាយហើយស្ត្រីមេម៉ាយដែលជាម្ដាយរបស់និធីហ្នឹងគឺឈ្មោះយីធំដែលអ្នកភូមិគេបានឲ្យលហាសនាមថាយីធំហ្នឹងគឺកាចកំរីចិត្តអាក្រក់ដែលមិនសូវជាមានអ្នករាប់អានប្រមាណទេវលៈនាងគឺជានារីដែលស្លូតនាងមិនដែលទៅរករឿងនរណាឬក៏មាត់ហាស្ដីដែរនាងគឺជាមនុស្សដែលស៊ូព្រោះអីនាងមិនចូលចិត្តមានរឿងជាមួយអ្នកដទៃទេនាងមកនៅជាមួយនឹងម្ដាយក្មេកឈ្មោះយីធំហ្នឹងគឺមិនសូវជាត្រូវគ្នាប៉ុន្មានទេតែនាងស៊ូព្រោះនាងគិតថានាងអត់មានម្ដាយហើយនាងក៏មានតែម្ដាយក្មេកដូចជាម្ដាយបង្កើតនឹងមានប្តីឈ្មោះធីហ្នឹងហើយបរិសុទ្ធឈ្មោះធីដែលជាប្តីរបស់នាងវលៈហ្នឹងរកស៊ីសាច់ឆ្ងាយមានថាគាត់ជាអ្នកលក់ហើយគាត់ធ្វើដំណើរទៅឆ្ងាយមានន័យថាក្នុងមួយអាទិត្យឬក៏3 4 5ថ្ងៃហ្នឹងបានគាត់វិលចូលផ្ទះយកចំណូលមកឲ្យប្រពន្ធឬឲ្យម្ដាយយីធំហ្នឹងគាត់មិនសូវជាពេញចិត្តជាមួយនឹងកូនប្រមាណទេព្រោះអីការប្រើប្រាស់ក្នុងផ្ទះហ្នឹងគឺមិនសូវជាល្អដោយសារនាងខំដែរតែមិនសូវជាត្រូវចិត្តជាមួយនឹងម្ដាយឈ្មោះយីធំហ្នឹងទេប្រហែលរយៈក្រោយមកនាងវលៈក៏នាងមានផ្ទៃពោះនាងនៅតែស៊ូធ្វើការដោយយីធំប្រើនាងពេលដែលប្តីនាងមិននៅបើពេលប្តីនាងនៅគឺប្តីនាងជាអ្នកធ្វើមិនថាពួកអស់ដាំបាយរិចទឹកអីទេយីធំគាត់ដូចជាស្ដេចត្រាញ់អញ្ចឹងមានន័យថាគាត់អង្គុយញ៉ាំដេកអីហ្នឹងគឺលក្ខណៈថាដូចស្ដេចនាងវលៈនាងក៏មិនសូវជាហ៊ានដែរការប្រស័យតាក់ទងក៏ជាមួយនឹងម្ដាយហ្នឹងក៏មិនសូវជាណាដែរថ្ងៃមួយនាងវលៈក៏បានចេញទៅក្រៅហើយបរោះជាប្តីហ្នឹងក៏បានចេញនៅតែយីធំទេយីធំក៏មានគំនិតអាក្រក់ចង់ធ្វើបាបនាងវលៈដែលជាប្រពន្ធរបស់កូនខ្លួនឯងហ្នឹងឯងបានប្រើនាងទាំងមានផ្ទៃពោះហ្នឹងឲ្យតបេះតបែកនាងមិនចង់ទេតែនាងមិនហាទេនាងសុកចិត្តឡើងទាំងខ្លួនឯងមានផ្ទៃពោះពងណានាងក៏ល្អើជើងធ្លាក់ហើយមេឃហ្នឹងក៏បានបុកនឹងពោះធ្វើនាងឈឺតែនាងខំប្រឹងណាស់តែម្ដាយក៏បានចង្អុលមុខនាងថានាងហ្នឹងសម្ដែងចង់ខ្ជិលមិនចង់ធ្វើការមិនចង់បំរើអញ្ចឹងណាហើយនាងក៏មិនថាដែរនាងក៏លើយទៅគាត់ទៅធម្មតាអញ្ចឹងទៅបន្តមកទៀតនាងមានទួ7ខែមានផ្ទៃពោះ7ខែណាក៏និយាយនឹងប្រើទៀតប្រើឲ្យទៅដងទឹកដាក់ក៏ធូរដាក់ពីងអីចឹងទៅទាំងបរោះជាប្តីអត់នៅទេរហូតដល់នាងចិត្តគ្រប់ខែប្តីអ្នកតាន់មកទេនិយាយធំធ្វើបាបនាងរហូតថានាងមុខសឹងតែមិនដូចមុខហើយប៉ុន្តែប្តីអត់ដឹងទេពួកប្តីអត់តាន់មកស្រាប់តែពេលដែលប្តីមកវិញគ្រានឹងមកនឹងស្ងប់ស្ងាត់ទេក៏ឃើញរូបភាពម្ដាយក្មេកនឹងទាញសក់កូនប្រសាអូសឡើងលើកម្មចដាក៏ប្តីអាសោចនឹកដល់ខ្លួនថាមិនគួរណាឃើញរូបភាពបែបហ្នឹងទេប្តីក៏បានមកដល់ស្រែកហេតុអីបានទៅធ្វើបាបប្រពន្ធខ្ញុំម្ដាយអត់ហ៊ានមាត់ទេមានតែការពារខ្លួនប្រពន្ធនឹងយំសោកបោកខ្លួនហើយក៏មិនហ៊ានដែរសម្រាប់ពេលហ្នឹងហើយបាន
ប្តីប្រពន្ធនេះគាត់សម្រេចចាក់ចេញពីផ្ទះហើយឲ្យម្ដាយនៅចោះព្រោះអីមិនត្រូវគ្នាហើយម្ដាយហ្នឹងគឺអត់មានពាក្យនិយាយទេមានតែការពារខ្លួនហើយអង្វរតែកូនប្រុសអត់នៅទេដោយសារអីបើនៅក៏វាក្រំគ្រាចិត្តដែររូបភាពដែលឃើញប៉ុណ្ណឹងចោះតម្រង់រូបភាពមិនឃើញហ្នឹងតើវាប៉ុណ្ណាអញ្ចឹងកូនប្រុសមិនអាចស៊ូបានទេសុកចិត្តនាំប្រពន្ធចុះចេញពីផ្ទះទៅរស់នៅទីតាំងផ្សេងនេះជារឿងមួយដែលបង្ហាញពីសង្គមបច្ចុប្បន្នមិនបញ្ជាក់ថាមានទាំងអស់ទេប៉ុន្តែមានដែលសង្គមម្ដាយក្មេកធ្វើបាបគុណប្រសាក្នុងកាលៈទេសៈផ្សេងហើយខ្ញុំបាទនិយាយរឿងនេះគឺដោយសារមាននារីម្នាក់ដែលគាត់បានរៀបរាប់ពីជីវិតរបស់គាត់នេះជារឿងពិតណាតែយើងដូរតួអង្គហើយអរគុណសម្រាប់ការចែករំលែកកុំភ្លេចជួយ Subscribe Channel